សំឡប្រហាននោមបែបស្រែនិយាយរួមទៅសំឡមួយមុខនេះគឺនឹងខ្ញុំចូលចិត្តមែនតើហើយវិធីធ្វើក៏ងាយស្រួលធ្វើដែរបងប្អូនចាគឺតែមួយផ្លែតគឺបានញ៉ាំហើយជាដំបូងនឹងខ្ញុំធ្វើការចាត់បន្លែនៅនោមសិនបងប្អូនចាហើយបន្លែអត់មានបន្លែអីច្រើនទេបងប្អូនចាបន្លែតែមួយមុខហ្នឹងទេហើយសំឡមុខនេះគឺនឹងខ្ញុំបង់ម្អមហើយនឹងជាមួយនឹងខ្ទឹមសជាមួយនឹងរំដេងបងប្អូនចាដាំទឹកពុះហើយយើងបង់រំដេងចូលដាក់ប្រហុកចូលហើយដាក់ត្រីយើងចូលណាបងប្អូនចាបន្ទាប់មកយើងដាក់ជាមួយនឹងម្សៅស៊ុបហើយនឹងប៊ីចេងអំបិលតិចទៅបងប្អូនចាហើយយើងបង់បន្លែបង់អីដាក់តាមពុះទៅគឺបានហើយបងប្អូនចាគឺងាយមែនតើហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់មិនអាចបំភ្លេចបានទេបងប្អូនហើយនិយាយរួមទៅសម្លស្រែរបស់យើងគឺមិនងាយតលន់ទេបងប្អូនចាគឺញ៉ាំរាល់សឹងតែថារាល់ថ្ងៃក៏អត់ចេះតលន់ដែរមិនដូចម្ហូបហាងម្ហូបអឺរ៉ុបអីទេបងប្អូនចាគឺឆ្ងាញ់ហើយជាប់ចិត្តទៀតបងប្អូន